សុស្ដីបងប្អូនដែលជាអ្នកសិក្សាទាំងអស់គ្នាអ្នកគ្រូឈ្មោះសៀងសុផានីដេតនឹងមកបង្រៀនបងប្អូនទៅលើមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី11មេរៀនរបស់យើងនៅថ្ងៃនេះគឺជំពូកទី1ការគណនាក្នុងគីមីមេរៀនទី1រូបមន្តនិងសមីការគីមីនៅពេលដែលបងប្អូនបានសិក្សាទៅលើមេរៀននេះរួចបងប្អូននឹងមានសមត្ថភាពអាចទី1ធ្វើការពណ៌នាពីនិមិត្តសញ្ញាគីមីនៃរូបធាតុសាមញ្ញមួយចំនួនទី2កំណត់និយមន័យវ៉ាឡង់ radical ម៉ាស់អាតូមធាតុនិងម៉ាស់ម៉ូលេគុលធាតុទី3គណនាម៉ាស់ម៉ូលេគុលធាតុនៃសមាសធាតុមួយនិងប្រាប់ម៉ាស់អាតូមធាតុរបស់ធាតុបង្កទី4គណនាសមាសភាពសតភាគនៃធាតុក្នុងម៉ូលេគុលទី5បង្កើតសមីការអ៊ីយ៉ុងដោយប្រើនិមិត្តសញ្ញាគីមីអញ្ចឹងកុំឲ្យខាតពេលវេលាយូរចូលទៅកាន់មេរៀនទី1របស់យើងទាំងអស់គ្នាដោយចំណុចទី1និយាយអំពីនិមិត្តសញ្ញានិងរូបមន្តគីមី 1.1 និមិត្តសញ្ញានៃធាតុគីមីជាទូទៅគេកំណត់និមិត្តសញ្ញានៃធាតុគីមីដោយយកតួអក្សរធំដែលជាតួអក្សរទី1ខាងដើមឬសរសេរជាមួយអក្សរតូចនៃតួទី2ឬទី3នៃឈ្មោះធាតុគីមីជាអក្សរឡាតាំងឬភាសាអន្តរជាតិដទៃទៀតនេះគឺជាឧទាហរណ៍នៃនិមិត្តសញ្ញានៃធាតុគីមីមួយចំនួនកាបូនតាំងដោយអក្សរ C កាល់ស្យូមតាំងដោយ Ca ក្លរតាំងដោយ Cl ប៉ូតាស្យូមតាំងដោយ K ជាដើមបន្តទៅទៀតនេះចូលទៅកាន់ចំណុច 1.2 រូបមន្តគីមីសមាសធាតុគីមីទាំងឡាយតាំងដោយរូបមន្តគីមីហើយសន្ទុះវាបង្ហាញពីចំនួនអាតូមឬអ៊ីយ៉ុងដែលចូលផ្សំឧទាហរណ៍ក្នុងសមាសធាតុសូយ៉ូមក្លរ៉ូគឺមាននិមិត្តសញ្ញា NaCl ហើយនិមិត្តសញ្ញានៃសមាសធាតុសូយ៉ូមក្លរ៉ូនេះហៅថារូបមន្តគីមីតាមរយៈរូបមន្តគីមីនេះយើងនឹងអាចដឹងបានថាអ៊ីយ៉ុងសូយ៉ូម Na បូកមានបន្ទុកបូក1និងអ៊ីយ៉ុងក្លរ៉ូ Cl ដកមានបន្ទុកដក1នេះគឺជាតារាងអ៊ីយ៉ុងសាមញ្ញមួយចំនួនចូលបងប្អូនធ្វើការកត់ចំណាំទៅលើអ៊ីយ៉ុងនិងវ៉ាឡង់របស់និមិត្តសញ្ញាគីមីនីមួយៗសូយ៉ូមមាននិមិត្តសញ្ញា Na អ៊ីយ៉ុងរបស់វាគឺ Na បូកមានវ៉ាឡង់1ប៉ូតាស្យូមមាននិមិត្តសញ្ញា K អ៊ីយ៉ុងរបស់វាគឺ K បូកមានវ៉ាឡង់1កាល់ស្យូមមាននិមិត្តសញ្ញា Ca អ៊ីយ៉ុងរបស់វាគឺ Ca2 បូកមានវ៉ាឡង់2ចំពោះសមាសធាតុអ៊ីយ៉ុងគឺជាសមាសធាតុគីមីទាំងឡាយណាដែលអាចបំបែកជាអ៊ីយ៉ុងបានពោលគឺមានបន្ទុកបូកនិងបន្ទុកដកដូច្នេះដើម្បីសរសេររូបមន្តគីមីនៃសមាសធាតុអ៊ីយ៉ុងយើងត្រូវសរសេរឈ្មោះរបស់សារធាតុសរសេរអ៊ីយ៉ុងដែលចូលផ្សំលៃយ៉ាងណាឲ្យចំនួនបន្ទុកបូកស្មើនឹងចំនួនបន្ទុកដកចំណុចទី2វ៉ាឡង់និងរូបមន្តគីមី 2.1 និយាយអំពីវ៉ាឡង់វ៉ាឡង់គឺជាលទ្ធភាពចូលផ្សំគ្នារវាងអាតូមឬរ៉ាឌីកាល់ជាមួយធាតុដទៃទៀតជានិច្ចកាលវ៉ាឡង់ជាចំនួនគត់តូចឬ0ហើយតាំងដោយលេខរ៉ូម៉ាំងសម្គាល់ធាតុដែលមានវ៉ាឡង់0ពពួកឧស្ម័នកម្រមិនអាចបង្កើតជាសមាសធាតុបានទេ 2.2 រ៉ាឌីកាល់រ៉ាឌីកាល់ជាក្រុមអាតូមដែលចូលរួមក្នុងរូបមន្តម៉ូលេគុលនៃអង្គធាតុសមាសមួយចំនួនឧទាហរណ៍ក្នុងសមាសធាតុសូយ៉ូមអ៊ីដ្រុកស៊ីត NaOH ដោយ OH គេអាចហៅបានថាជាបណ្ដុំអ៊ីដ្រុកស៊ីតហើយបណ្ដុំអ៊ីដ្រុកស៊ីតនេះគឺជារ៉ាឌីកាល់ក្នុងតារាងនេះនឹងបង្ហាញពីឈ្មោះជារ៉ាឌីកាល់និងនិមិត្តសញ្ញាមួយចំនួនរ៉ាឌីកាល់អ៊ីដ្រុកស៊ីតមាននិមិត្តសញ្ញា OH រ៉ាឌីកាល់នីត្រីតមាននិមិត្តសញ្ញា NO2 រ៉ាឌីកាល់ក្លរ៉ូមាននិមិត្តសញ្ញា Cl 2.3 ការសរសេររូបមន្តគីមីយើងធ្វើការតាំង A ជាធាតុគីមីមានវ៉ាឡង់ X ហើយ B ជាធាតុគីមីមានវ៉ាឡង់ Y រួចធ្វើការគុណខ្វែងដូចនេះរូបមន្តគីមីរបស់យើងគឺ AYBX ចំណាំក្នុងករណីដែលវ៉ាឡង់នៃធាតុមួយជាពហុគុណនៃវ៉ាឡង់របស់ធាតុមួយទៀតយើងត្រូវសម្រួលលេខសន្ទុះឲ្យនៅតូចឧទាហរណ៍សូយ៉ូមមានវ៉ាឡង់1កាបូណាតមានវ៉ាឡង់2ធ្វើការគុណខ្វែងដូច្នេះរូបមន្តគីមីដែលយើងទទួលបានគឺ Na2CO3